នៅទីណាបាទទទួលបានកោបឋមពីថ្នាក់ដឹកនាំជាន់ខ្ពស់រូបណាចាឥឡូវនេះទូគូ78មកហើយបងប្អូនចាទូគូទី78ដែលបងប្អូនកំពុងតែតឹងរង់ចាំសែនសេរីមានជ័យចារបស់អាយដាមដិតទីណាបាទរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទហើយបានធ្វើការអុំនៅខ្សែទឹកខាងក្នុងឯកសណ្ឋានពណ៌លឿងបាទខ្សែទឹកខាងក្រៅធិបតីសែនជ័យបារមីជំទាវម៉ៅបាទមកពីប្រសេអនុណាទូកនេះល្អណាស់អ្នកប្រសេអនុបានឃើញហើយបាទទូករបស់ខ្លួនកំពុងតែនាំមុខបន្តិចបន្តួចមានព្រាបហើយឯកឧត្តមម៉ាំងស៊ីណេតនិងលោកជំទាវគឹមសុភ័ក្រម៉ាំងស៊ីណេតចានាំមុខអាចបើថាបើឈ្នះវិញអត់ដាច់ទេបាទអត់ដាច់ទេបាទនេះថាតោងជាប់ឬស្កត់ពាក់កដាលទូកអីចាឬក៏ស្កត់មកស្មាឯកខាងក្រោយតែអត់ទេឥឡូវស្កត់មកពាក់កដាលទូកទេខ្សែទឹកខាងក្រៅទូបានជ័យជំនះបាទអ្នកបសេអនុអើយឥឡូវទទួលបានជ័យជំនះមួយជើងហើយបាទសម្រាប់ថ្ងៃទី2បាទឥឡូវយើងត្រឡប់ទៅ76វិញបាទ76មិនបានមកទេបាទ76ឥឡូវមកវិញហើយបងប្អូនមក76ចាខេមរាមានជ័យរបស់ឯកឧត្តមជាសភារាចាអ្នកតំណាងរាជត្បូងឃ្មុំចាឯកឧត្តមលោកជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រចាហើយបើសិនជាទូកនៅខេត្តកំពង់ចាមអីឯកឧត្តមលោកបានសហការជាមួយនឹងឯកឧត្តមអ៊ុនចន្ទាផងដែរចាសូមគោរពអរគុណខ្សែទឹកខាងក្រៅវាលស្បូវមានជ័យទូកនេះមកពីខាងវត្តវាលស្បូវច្បារអំពៅរាជធានីភ្នំពេញរបស់សម្ដេចវិបុលសេនាភក្តីសៃឈុំសម្ដេចវិបុលសេនាភក្តីសៃឈុំលោកបានឧបត្ថម្ភចាទូកវាលស្បូវមានជ័យនេះលឿនដាច់មកហើយខ្សែទឹកខាងក្រៅគឺដាច់តែម្ដងឯកសណ្ឋានពណ៌ខៀវចុងចង្វាពណ៌សរំលេចដល់មួកពណ៌ក្រហមលើកសភនភាពទូកបាទលើកសភនភាពទាំងលបឿនទាំងសម្រស់បាទឥឡូវយើងឃើញថាមកហើយខ្សែទឹកខាងក្រៅល្អណាស់វាលស្បូវរាជធានីភ្នំពេញទទួលបានការឧបត្ថម្ភពីសម្ដេចវិបុលសេនាភក្តីសៃឈុំបាទឯកសណ្ឋានពណ៌ខៀវចុងចង្វាពណ៌សបាទរំលេចជាមួយនឹងលបឿនល្អណាស់បាទចំណែកខ្សែទឹកខាងក្នុងបាទខេមរាមានជ័យមិនហើយអ្នកត្បូងឃ្មុំក៏ស្អាតណាស់ដែរសុខភាពប៉ុន្តែហាក់ដូចជាធ្លាក់ដៃក្នុងជើងទី1នេះបាទធ្លាក់ដៃដាច់ធ្វើឲ្យគូប្រកួតនឹងឈ្នះដាច់តែម្ដងវាលស្បូវមានជ័យទទួលបានជ័យជំនះដាច់តែម្ដងបាទវាលស្បូវនេះគឺស្ថិតនៅក្នុងវត្តវាលស្បូវសង្កាត់វាលស្បូវបាទខណ្ឌច្បារអំពៅចាគឺតែងតែចូលរួមការប៉ុណ្ណឹងច្រើនប៉ុណ្ណឹងបន្តនៅឆ្នាំក្រោយបាទសូមជម្រាបជូនជ្រាបដែរឥឡូវនេះឃើញថាទូកមកតែឯងចាទូកមកតែឯងទេហើយយើងខ្ញុំពុំទាន់ទទួលបានព័ត៌មានច្បាស់ការណាមួយថាទូកនេះមានមូលហេតុយ៉ាងណាហើយទូកនេះឈ្មោះអ្វីនៅឡើយដោយសារតែយើងពិនិត្យកតុយទូកថាមិនត្រូវទេចាមិនទាន់ថាត្រូវបាទទូកដែលមកតែឯងនេះបាទគឺនៅគូទី81បាទគឺ267ជប់បាទច័ន្ទសែនជ័យមកពីត្បូងឃ្មុំបាទទទួលបានការឧបត្ថម្ភពីអ្នកអង្គការមកកំហុងដែលមកតែឯងទេបាទគឺដៃគូអវត្តមានអញ្ចឹងបានន័យថាទទួលបានជ័យជំនះហើយចាសម្រាប់អង្គការផ្ដល់ព័ត៌មានទូកគូទី82បានឆ្លងផុតកងពាន់ទី1មកហើយដែលទូកគូទី82នេះស្រីសសវណ្ណពេជ្រមณีរបស់ឯកឧត្តមស្នេហ៍តូឡៃឈីវចាខ្សែទឹកខាងក្នុងខ្សែទឹកខាងក្រៅដៃជោសែនជ័យបារមីវត្តចាស់របស់ឯកឧត្តមបណ្ឌិតម៉ៅពីរុននិងលោកជំទាវចាខ្សែទឹកខាងក្រៅឯកសណ្ឋានពណ៌ក្រហមចុងចង្វាពណ៌សកំពុងតែចាក់យកមកមានព្រៀបបន្តិចបន្តួចចាមានព្រៀបបន្តិចបន្តួចគូទី82សូមជម្រាបជូនម្ដងទៀតស្រីសសុវណ្ណពេជ្រមณีរបស់ឧត្តមស្នេហ៍តូឡៅឈីវចាមកពីខាងវត្តវាលស្បូវចាវាលស្បូវពីរាំងចាវាលស្បូវពីរាំងមិនមែនវាលស្បូវនៅរាជធានីភ្នំពេញច្បារអំពើទេខ្សែទឹកខាងក្រៅដៃជោសែនជ័យបារមីវត្តចាស់កំពង់ចាមរបស់ឯកឧត្តមបណ្ឌិតម៉ៅពីរុនលោកជំទាវបកាបកាត់គ្នាមែនតែនមកដល់ចាប់ទន្ទឹមអង្គពាន់ទី2ចាឃើញថាបកាបកាត់គ្នាមែនតែនតែម្ដងហើយលេខត្រូវតាមលេខរៀងល្អណាស់ខ្សែទឹកខាងក្នុងលេខ277ស្រីសសុវណ្ណពេជ្រមณีរបស់ឧត្តមស្នេហ៍តូឡៃឈីវអាចបញ្ចេញលបឿនបានបាទដោយសារថាមកដល់មុខវេលាឈីយើងឃើញថាលបឿនកំពុងតែដកហើយស្រីសសុវណ្ណពេជ្រមณี
គណៈដែលជួបាទសែនជ័យបារមីវត្តចាស់ហ្នឹងក៏កំពុងបន្ថែមលឿនឥឡូវបកាត់បកាយកាន់តែបកាត់បកាយហើយដកកាន់តែខ្លាំងមកដល់ទីនេះយ៉ាងម៉េចអើយបាទអូទុកជូនគណៈកម្មការបច្ចេកទេសសូមចាប់គូបន្តបាទគូបន្តបាទគឺខ្សែទឹកខាងក្នុងសារាយវិជ័យធិបតីតេជោខ្សែទឹកខាងក្នុងគឺទទួលបានឧបការបឋមពីព្រះគ្រូបាទផាត់សុកនឹមបាទចំណែកឯខ្សែទឹកខាងក្រៅសុវណ្ណចម្ប៉ាហោះបាទកំពង់ចាមសម្ដេចវិបុលសេនាភក្តីសាយជុំឯកស្ថានដូចគ្នាបាទលើមកបញ្ចេញគ្នាណាបាទអ្នកអញ្ជើញខ្សែទឹកខាងក្នុងអ្នកអញ្ជើញបញ្ចេញគ្នាគេដែរអាចថាដាច់គ្នាបន្តិចបន្តួចមកស្កត់ក្បាលកថាបានដោយគូមុនបងដោយគូមុនចាដោយគូមុនបាទលបឿនមកបញ្ចេញគ្នានៅទីព្រាត់ហ្នឹងបាទចាញ់ក៏ចាញ់បន្តិចបន្តួចដែរបាទចាមកស្កត់ក្បាលបានន័យថាសវណ្ណចម្ប៉ារបស់សម្ដេចវិបុលសេនាភក្តីសាយឈុំទទួលបានជ័យជំនះក្នុងជើងទី1បាទលើគូទី84គូទី84ខ្សែទឹកខាងក្នុងព្រឹទ្ធាចារ្យមហាតេជោបាទសែនជ័យកំពង់ចាមទទួលបានការឧបត្ថម្ភពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនបាទកំពុងតែចាញ់បងឲ្យទៅលើព្រះទីនាំងបូកូសែនជ័យមហាបវរធិបតីជេស្តាទូកនេះទទួលបានការឧបត្ថម្ភពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតដូចគ្នាចាឥឡូវនេះខ្សែទឹកខាងក្រៅបាទជាអ្នកទទួលបានជ័យជំនះគឺព្រះទីនាំងបូកូសែនជ័យមហាបវរធិបតីចារីឯការឧបត្ថម្ភគឺទទួលបានការ